សម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្លែត្រប់សណ្តែកឬដែលប្រជាជនខ្លះហៅថាត្រប់វែងពណ៌ស្វាយឬគោកានគឺជាបន្លែដ៏ល្អមួយប្រភេទដែលមិនគួររំលងឡើយនៅក្នុងរបបអាហារប្រចាំថ្ងៃដូចគ្នានឹងត្រប់ស្រួយដែលត្រប់សណ្តែកមានផ្ទុកកាបូអ៊ីដ្រាតនិងកាឡូរីទាបខ្លាំងប៉ុន្តែវាមានអត្ថប្រយោជន៍និងចំណុចប្រុងប្រយ័ត្នជាក់លាក់មួយចំនួនដូចខាងក្រោមគុណសម្បត្តិអត្ថប្រយោជន៍ជួយគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ Low GI ត្រប់សណ្តែកមានសន្ទុះជាតិស្ករទាបខ្លាំងនិងសម្បូរទៅដោយជាតិសរសៃ Fiber ជាតិសរសៃនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យការរំលាយអាហារដើរយឺតដែលជួយពន្យាការស្រូបយកជាតិស្ករទៅក្នុងឈាមការពារមិនឲ្យជាតិស្ករហក់ឡើងខ្ពស់ភ្លាមៗក្រោយពេលញ៉ាំអាហារសម្បូរដោយសារធាតុប៉ូលីហ្វេណុលជួយដល់លំពែងនៅក្នុងត្រប់សណ្តែកមានផ្ទុកសារធាតុសរីរាង្គប្រឆាំងអុកស៊ីកាមខ្ពស់ជាពិសេសគឺនៅក្នុងសម្បកពណ៌ស្វាយរបស់វាដែលការសិក្សាបានបង្ហាញថាវាអាចជួយកាត់បន្ថយការស្រូបយកជាតិស្ករនៅក្នុងពោះវៀននិងជួយរំញោចលំពែងឲ្យផលិតអាំងស៊ុយលីនបានល្អជាងមុនការពារប្រព័ន្ធសរសៃឈាមនិងបេះដូងអ្នកជំងឺទឹកនោមផ្អែមច្រើនតែប្រឈមនឹងបញ្ហាលើសឈាមនិងជំងឺបេះដូងសារធាតុអានសិលសានជាពិសេសគឺណាស៊ូនិនដែលមាននៅក្នុងសម្បកត្រប់រួមជាមួយជាតិប៉ូតាស្យូមជួយកាត់បន្ថយការខូចខាតកោសិកាសរសៃឈាមកាត់បន្ថយខ្លាញ់អាក្រក់ LDL និងជួយរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតាជួយសម្រកទម្ងន់ត្រប់សណ្តែកផ្ទុកជាតិទឹកជិត 90% និងមានកាឡូរីទាបបំផុត100ក្រាមមានត្រឹមតែប្រហែល25កាឡូរីប៉ុណ្ណោះវាធ្វើឲ្យអ្នកជំងឺញ៉ាំបានឆ្អែតប៉ុន្តែមិនឡើងទម្ងន់ដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី2គុណវិបត្តិចំណុចគួរប្រុងប្រយ័ត្នទោះបីជាត្រប់សណ្តែកល្អចំពោះសុខភាពប៉ុន្តែវិធីសាស្ត្រនៃការចម្អិននិងលក្ខណៈធម្មជាតិរបស់វាអាចបង្កជាគុណវិបត្តិបានអន្ទាក់ខ្លាំងពេលចម្អិនបញ្ហាធំខ្លាំងសាច់របស់ត្រប់សណ្តែកមានលក្ខណៈដូចជាបង្គោលកៅស៊ូញឹកស្ពងដែលវាងាយស្រួលក្នុងការស្រូបជញ្ជូបយកប្រេងឬខ្លាញ់បានយ៉ាងលឿននិងច្រើនបំផុតប្រសិនបើអ្នកជំងឺយកវាទៅធ្វើមុខម្ហូបដូចជាត្រប់បំពងត្រប់ឆាដាក់ប្រេងច្រើនឬខត្រប់វានឹងក្លាយជាអាហារដែលផ្ទុកខ្លាញ់និងកាឡូរីខ្ពស់ខ្លាំងដែលធ្វើឲ្យឡើងទម្ងន់និងប៉ះពាល់ដល់កម្រិតអាំងស៊ុយលីនទៅវិញសារធាតុសូឡេនីនករណីញ៉ាំឆៅឬមិនទាន់ឆ្អិនល្អដូចគ្នានឹងរុក្ខជាតិអំបូរត្រប់ដទៃទៀតដែលត្រប់សណ្តែកមានផ្ទុកសារធាតុសូឡេនីនការញ៉ាំត្រប់សណ្តែកដែលមិនទាន់ចម្អិនឲ្យឆ្អិនល្អអាចបង្កឲ្យមានការរលាកឬឈឺសន្លាក់និងធ្វើឲ្យពិបាករំលាយអាហារណែនទ្រូងឆ្អល់ពោះចំពោះអ្នកដែលមានក្រពះខ្សោយសារធាតុអាល់កុលិកហានិភ័យគ្រោះក្នុងតម្រងនោមត្រប់សណ្តែកមានសារធាតុអាល់កុលិកគួរសមដែរដូច្នេះសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាតម្រងនោមឬប្រវត្តិមានគ្រោះក្នុងតម្រងនោមមិនគួរញ៉ាំវាច្រើនហួសប្រមាណពេកទេវិធីចម្អិននិងញ៉ាំត្រប់សណ្តែកឲ្យមានសុវត្ថិភាពបំផុត1វិធីចម្អិនដែលល្អបំផុតគួរយកត្រប់សណ្តែកទៅដុតអាំងស្ងោរឬចំហុយមុខម្ហូបដ៏ល្អបំផុតគឺត្រប់ដុតញ៉ាំជាមួយទឹកត្រីអំបិលម្ទេសឬទឹកគ្រឿងផ្សិតស្ករឬសម្លកកូរព្រោះវិធីទាំងនេះមិនប្រើប្រាស់ប្រេងខ្លាញ់ប៉ុន្តែសោះ2កុំចិតសម្បកចេញពេលចម្អិនមិនគួរចិតសម្បកពណ៌ស្វាយរបស់ត្រប់សណ្តែកចោលនោះទេព្រោះសារធាតុប្រឆាំងអុកស៊ីតកាមនិងជាតិសរសៃដែលល្អសម្រាប់បញ្ចុះជាតិស្ករគឺស្ថិតនៅនឹងសម្បកនោះឯង3ជៀសវាងគ្រឿងផ្សំផ្អែមរាល់ពេលធ្វើទឹកជ្រលក់ឬស្លគួរកាត់បន្ថយឬជៀសវាងការដាក់ស្ករសឬទឹកដោះគោខាប់ដើម្បីកុំឲ្យកើនឡើងជាតិស្ករក្នុងឈាម